បាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីបាទហើយខ្ញុំមិនសូវទិញបានទិញវីដេអូជាប់ញឹកញាប់ទេពុកម៉ែបងប្អូនដោយសាររវល់អញ្ចឹងហើយពេលខ្លះអត់ដឹងថតពីអ្វីបង្ហាញពុកម៉ែបងប្អូនដោយសារតើតើមានវិធានបទតាក់ទងនឹងការចិញ្ចឹមមាន់ទើបយើងបញ្ចេញជាវីដេអូបើគ្រាន់តែថតជាវីដេអូបង្ហាញពីមាន់ធម្មតាហើយអត់មានជាចំណេះដឹងអីទេក៏អត់ចង់ផុសដែរពុកម៉ែបងប្អូនដោយសារយើងផុសពី YouTube នេះក៏មិនមែនជាយើងផុសដើម្បីរកចំណូលដែរពីក្នុង YouTube នេះគឺមិនបានចំណូលពី YouTube អីទេពុកម៉ែបងប្អូនគ្រាន់ថាជាការស្រឡាញ់ជាការហើយយើងចង់ចែករំលែកពីអ្វីដែលយើងជាបទពិសោធន៍ដែលយើងគ្នាអញ្ចឹងទៅដល់ពុកម៉ែបងប្អូនដែលគាត់ស្រឡាញ់ខាងវិស័យហ្នឹងដូចគ្នាហើយអញ្ចឹងបានជាមុននៅក្នុងវីដេអូតើតែវីដេអូនោះទាក់ទងការចិញ្ចឹមមាន់ចំណេះដឹងមានហោចណាស់ក៏មានចំណេះដឹងនិងបទពិសោធន៍តិចតួចដែរនៅក្នុងវីដេអូមួយអញ្ចឹងបែបនេះហើយទៅខ្ញុំមិនសូវជាចេញវីដេអូជាប់លាប់ជារាល់ថ្ងៃអញ្ចឹងពុកម៉ែបងប្អូនពេលខ្លះក៏ចេញញាប់ពេលខ្លះក៏ចេញយូរអញ្ចឹងពុកម៉ែបងប្អូនដោយសារបែបហ្នឹងហើយនៅក្នុងវីដេអូមួយនេះដែរក៏មិនមានជាបទពិសោធន៍ឬក៏ជាចំណេះដឹងអ្វីដែលបានត្រូវចែករំលែកពុកម៉ែបងប្អូនដែរក្នុងវីដេអូមួយនេះគាត់ថាមានអ្វីតិចតួចគ្រាន់ចែកពុកម៉ែបងប្អូនសម្រាប់គាត់ចូលមកទស្សនាខ្ញុំមានជាពងមាន់តិចតួចពុកម៉ែបងប្អូនមានជាពងមាន់ថាជា10គ្រាប់ហើយមាន់កូនមាន់អាយុ20ថ្ងៃជាងចំនួន2ក្បាលខ្ញុំត្រូវចែកសម្រាប់ពុកម៉ែបងប្អូនគាត់ចូលទស្សនាក្នុងវីដេអូនេះហើយពុកម៉ែបងប្អូនគាត់អាច comment នៅក្នុង comment នៅខាងក្រោមដាក់ជាលេខទូរស័ព្ទដែលមានใน Telegram ហើយនឹងទីតាំងហើយលេខទូរស័ព្ទនោះដែលអាចតាក់ទងបានពុកម៉ែបងប្អូននៅក្នុងវីដេអូក្រោយខ្ញុំនឹងជ្រើសរើសយកលេខទូរស័ព្ទចំនួនម្នាក់ដើម្បីខ្ញុំចែកជូនជាពងមាន់ចំនួន10គ្រាប់ហើយបើសិនជាពុកម៉ែបងប្អូនគាត់ចង់បានជាមាន់កូនមាន់វិញក៏បានដែរដូរជាកូនមាន់វិញបានចំនួន2ក្បាលអាយុ20ថ្ងៃជាងពុកម៉ែបងប្អូនដែលគាត់ត្រូវការគាត់អាចតម្លាក់លេខទូរស័ព្ទហើយនឹងទីតាំងពុកម៉ែបងប្អូនហ្នឹងនៅខាងក្រោមវីដេអូមួយនេះពុកម៉ែបងប្អូនលេខទូរស័ព្ទហ្នឹងកុំភ្លេចមាន Telegram ផងពុកម៉ែបងប្អូនដែលមានភ្ជាប់ជាមួយនឹង Telegram បាទហើយมันមានអីច្រើនទេគឺมันមានអ្វីច្រើនហើយនេះគ្រាន់តែជាទឹកចិត្តតិចតួចទេពុកម៉ែបងប្អូនសម្រាប់បងប្អូនដែលគាត់ចង់បានហ្នឹងគាត់អាចតម្លាក់ comment នៅខាងក្រោមបើសិនជាបងប្អូនដែលគាត់មិនត្រូវការទេក៏មិនអីដែរពុកម៉ែបងប្អូនគាត់ថានេះគ្រាន់តែយើងជាទឹកចិត្តតិចតួចសម្រាប់បងប្អូនគាត់ថ្មីដែលគាត់ចង់អញ្ចឹងតែគាត់ត្រូវការពូជដែលយកទៅបង្កាត់អញ្ចឹងបងប្អូនបាទហើយកូនមាន់ដែលខ្ញុំត្រូវចែកនេះបងប្អូននេះពួកនេះអញ្ចឹងបងប្អូនហើយបើមកបងប្អូនគាត់ចង់បានជាពងវិញគាត់យកពងទៅហើយបើសិនចង់បានជាប្រភេទកូនមាន់ខ្ញុំជ្រើសរើសឲ្យជាមួយមួយគូអញ្ចឹងបងប្អូនយកជាមេមួយឈ្មោះមួយក៏បានជាមេទាំងអស់ក៏បានឬក៏ឈ្មោះក៏បានទាំងអស់ក៏បានហ្នឹងបងប្អូនសំខាន់នៅក្នុងវីដេអូក្រោយខ្ញុំនឹងជ្រើសរើសយកម្នាក់ដើម្បីខ្ញុំចែកជូនអញ្ចឹងបងប្អូនបាទហើយសូមបញ្ជាក់ផងដែរបងប្អូនគឺជ្រើសរើសយកតែម្នាក់ទេបងប្អូនខ្ញុំនឹងជ្រើសរើសនៅក្នុងវីដេអូបន្ទាប់ពីវីដេអូមួយហ្នឹងបងប្អូនខ្ញុំនឹងធ្វើវីដេអូជ្រើសរើសហើយខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយហ្នឹងតែម្ដងបាទហើយសម្រាប់បងប្អូនដែលគាត់ខ្វះខាតពូជអីចឹងតិចតួចសម្រាប់បងប្អូនដែលគាត់ថ្មីតែគាត់ចង់ចិញ្ចឹមអញ្ចឹងចង់បានពូជពីខ្ញុំទៅបង្កាត់ទៅចិញ្ចឹមអញ្ចឹងបងប្អូនអាចលេខទាំងអស់គ្នាបងប្អូនយើងនឹងចាប់ឆ្នោតនៅក្នុងវីដេអូក្រោយដើម្បីជ្រើសរើសយកម្នាក់ដើម្បីបកគលជាសុទ្ធមាន់ឬក៏ជាកូនមាន់អញ្ចឹងហើយបើសិនជាពួកគាត់នោះអត់ចង់បានជាកូនជាសុទ្ធទេគាត់ចង់ដូរជាលុយវិញក៏បានដែរបងប្អូនខ្ញុំនឹងបាញ់លុយឲ្យគាត់តាមអ្វីដែលគាត់ចង់បានអញ្ចឹងហើយខ្ញុំបាញ់តាមតម្លៃដែលខ្ញុំឲ្យគាត់ដូចជាឧទាហរណ៍កូនមាន់ហ្នឹងចំនួន2ក្បាលតម្លៃប្រហែលដែរខ្ញុំបាញ់លុយគាត់តាមហ្នឹងហើយពងមាន់ចំនួន10គ្រាប់តម្លៃប្រហែលអញ្ចឹងខ្ញុំបាញ់លុយតាមហ្នឹងអញ្ចឹងហ្នឹងអាស្រ័យលើបងប្អូនទេគាត់ចង់បានជាបែបមិនអញ្ចឹង3ប្រភេទហ្នឹងចង់បានជាពងមាន់ឬក៏ជាកូនប៉ុន្តែខ្ញុំជឿថាបងប្អូនប្រហែលជាគាត់បើមិនយកសុទ្ធទេក៏គាត់យកជាប្រភេទកូនដែរអញ្ចឹងបងប្អូន
và hay sầm rạp ở vậy được nhung ao tụi em phun được đấy nhung ao chỉ một phết cồn mòn sốt mòn ấy bờ nhung nhà tại ấy cứ sửa vá lên tụi em phun chẳng tụi em phun được chuyện đón tiết đó sầm rạp sửa vá khi tụi em phun còn nhà trên phun anh khi nhung còn nằm miền chỉ phun mòn ở tây chẳng tụi em phun nhưng mình chạy bóng phun còn tha sửa thong ra sửa vá khi bóng phun này tránh bóng phun sửa váคือครับខ្ញុំអត់ចេញឲ្យទេអញ្ចឹងខ្ញុំគ្រាន់តែមានជាពូជមកឲ្យទេហើយបាទហើយខ្ញុំធ្វើនេះដែរគ្រាន់ជាទឹកចិត្តគ្រាន់ជាការស្រឡាញ់សម្រាប់ទៅដល់ជូនអ្នកស្រឡាញ់ខាងវិស័យចឹងដូចគ្នាយើងស្រឡាញ់ហើយយើងក៏ចែកម្លែកទាំងបទពិសោធន៍អញ្ចឹងណាបងប្អូនណាចំណេះដឹងតកតងការចិញ្ចឹមបទពិសោធន៍គឺចែកម្លែកទៅព្រោះអីខ្ញុំធ្វើនេះក៏មិនបានអ្វីតបស្នងវិញដែរពី YouTube ពីអីនេះបើខ្ញុំធ្វើនិយាយអស់ទៅគឺចាញ់ Facebook ផងបងប្អូន YouTube នេះខ្ញុំផុសនៅក្នុង Facebook ក៏ខ្ញុំអាចរកចំណូលបានខ្ញុំពីការលក់មន់ពីអីដែរតែក្នុង YouTube នេះគឺខ្ញុំចែកម្លែកពីចេញពីទឹកចិត្តសុទ្ធសាធចេញពីការស្រឡាញ់សុទ្ធសាធគឺមិនចង់បានអ្វីមួយវិញទេក្នុង YouTube នេះគឺគាត់ចែកម្លែកដើម្បីឲ្យបងប្អូនគាត់ស្គាល់អញ្ចឹងមិនមែនថាមិនចង់បានអីសោះទេចង់បានការស្គាល់ពីពុកម៉ែបងប្អូនហើយបើឲ្យបានវិជាថាវិការអ្វីពី YouTube នេះគឺគ្មានបាន100 រៀលទេបងប្អូនបើក្នុងបើខ្ញុំត្រូវរកចំណូលវិញគឺខ្ញុំរកតាម Facebook វិញទេបងប្អូនគឺខ្ញុំអាចលក់ជាមន់លក់ជាអីតាម Facebook ខ្ញុំអាចរកចំណូលបានតែក្នុង YouTube នេះគឺចែករំលែកអ្វីពីការចិញ្ចឹមមន់គឺចែករំលែកដល់ក្តីស្រឡាញ់សុទ្ធសាធដើម្បីចែកជូនបងប្អូនគាត់ស្រឡាញ់ក្នុងវិស័យបែបហ្នឹងដូចគ្នាព្រោះអីអ្នកចិញ្ចឹមមន់នេះឲ្យយើងចិញ្ចឹមបានគឺយើងនៅមិនសុខទេបងប្អូនចេះចង់ចែកម្លែកចេះចង់បង្ហាញឲ្យគាត់អ្នកក្រោយគាត់ចិញ្ចឹមបានដូចគ្នាអញ្ចឹងព្រោះអីយើងមិនចង់កប់អ្វីដែលយើងចេះហើយយើងកប់ចោលទេបងប្អូនយើងមិនចង់លាក់បាំងអីទេអ្វីដែលយើងធ្វើទៅបានគឺយើងចេះចែកម្លែកទៅហើយបាទហើយរវល់ប្រហែលថ្ងៃហ្នឹងមិនសូវបានចេញវីដេអូហ្នឹងក៏តាក់ទងការងាររវល់ដែរបងប្អូនហើយពេកពុករៀបចំរោងដាំបន្លែដាំអីហើយដើម្បីយកបន្លែដល់ធ្វើចំណីឲ្យមន់ហើយក៏រវល់រៀបចំដឹកកូនមន់ដឹកអីឲ្យញើគាត់នៅខេត្តមួយគ្នាក៏កំងដឹកឲ្យគាត់ទៅហើយគេរៀបចំលក់ជាមេបាពូជឬអីហ្នឹងចែកជូនបងប្អូនគាត់នៅខេត្តផ្សេងហ្នឹងទៅក៏អត់បានធ្វើវីដេអូហើយការលក់ហ្នឹងក៏មិនបានថតបានអីផុសបានអីបង្ហាញបងប្អូនដែរដោយសារវាអត់តាក់ទងការចិញ្ចឹមមន់ការអីគ្រាន់តែការលក់ដូរខ្ជិលថតទេហ្នឹងវាមិនមែនជាចំណេះដឹងអីផងអញ្ចឹងក៏អត់បានធ្វើវីដេអូចែកជូនបងប្អូនទេបាទតែបើសិនជាបងប្អូនគាត់ថាឲ្យតែបានវីដេអូចែកជូនបងប្អូនគ្រាន់តែជាការកំសាន្តអញ្ចឹងទោះការលក់ដូរក៏ដោយលក់មន់ដោយអីចឹងឲ្យតាក់ទងមន់ឲ្យតែមានអញ្ចឹងផុសមកក៏បានដែរខ្ញុំនឹងផុសជូនបងប្អូនឲ្យដោយតាក់ទងមន់អញ្ចឹងនេះដោយសារគីឡូថាប៉ះពាល់អារម្មណ៍បងប្អូនអញ្ចឹងគ្រាន់តែជាការលក់មន់លក់អីក៏ថតបង្ហាញដែរអញ្ចឹងគីឡូបងប្អូនគាត់ប៉ះពាល់អារម្មណ៍អញ្ចឹងក៏ខ្ជិលថតអីទៅតែបើសិនជាបងប្អូនគាត់ឲ្យតែមានវីដេអូកំសាន្តអញ្ចឹងគាត់ឆ្លាញ់ចូលចិត្តខ្ញុំឲ្យតែមានវីដេអូពីខ្ញុំអញ្ចឹងទោះការលក់មន់ដល់អីក៏ដោយការចិញ្ចឹមក៏ដោយអីក៏ដោយហើយតាក់ទងមន់អញ្ចឹងថតផុសមកឲ្យគាត់មើលអញ្ចឹងអាហ្នឹងខ្ញុំនឹងធ្វើតាមបងប្អូនអញ្ចឹងតែបើសិនជាថាបាច់ទេចាំគ្រាន់តែអញ្ចឹងបាច់ធ្វើទេចាំវីដេអូណាដែលតាក់ទងការចិញ្ចឹមមានប្រយោជន៍ជាបទពិសោធន៍ជាចំណេះដឹងចាំធ្វើអាហ្នឹងប្រាប់មកក៏ខ្ញុំនឹងធ្វើតាមបងប្អូនដែរហ្នឹងបាទហ្នឹងហើយបងប្អូនកុំភ្លេចប្រាប់ផងថាឲ្យតែបានចេញជាវីដេអូពុកម៉ែបងប្អូនគាត់កំសាន្តអញ្ចឹងទោះវីដេអូពីការលក់មន់ក៏ដោយពីការចិញ្ចឹមមន់ក៏ដោយអញ្ចឹងឲ្យតែមានវីដេអូជាប់លាប់ពុកម៉ែបងប្អូនគាត់កំសាន្តអញ្ចឹងផុសមកអញ្ចឹងបងប្អូនកុំភ្លេចប្រាប់ផងថាគួរធ្វើអត់អញ្ចឹងបងប្អូនកុំភ្លេចប្រាប់ផងហើយឬក៏ចង់ឲ្យខ្ញុំនឹងធ្វើតែតាក់ទងការចិញ្ចឹមជាបទពិសោធន៍ចំណេះដឹងសុទ្ធឬក៏មិនអញ្ចឹងបងប្អូនបាទពួកឯពេលខ្លះឲ្យពុកម៉ែបងប្អូនគាត់ឆ្ងល់ថាបង្ហាញគេតែពីឲ្យការចិញ្ចឹមមន់តែមានមន់ហ្នឹងពួកឯមន់នៅក្នុងទ្រុងខ្ញុំក៏មិនសូវច្រើនដែរបងប្អូនស្អាយខ្ញុំកូនមន់មកពីច្រើនខ្ញុំលក់ចេញ
ខ្ញុំទុកតែ100 200ក្បាលទេក្នុងទ្រុងខ្ញុំដើម្បីជាមន់សាច់ហើយដើម្បីចម្រាញ់យកជាមីបាពូជលក់បន្តអញ្ចឹងតែបើឲ្យចិញ្ចឹមជាមន់សាច់រាប់រយរាប់ពាន់ហ្នឹងក៏អត់មានទេដោយសារខ្ញុំខ្វះខាតទ្រុងអញ្ចឹងទ្រុងខ្ញុំមានតែមួយខ្ញុំតដើម្បីដាក់មេបាពូជមកចំហៀងមន់សាច់មកចំហៀងអញ្ចឹងក្នុងទ្រុងខ្ញុំមន់សាច់ប្រហែលជា100ជាង200កូននេះទេបងកូនដែលកូននៅសល់អញ្ចឹងខ្ញុំលក់ចេញអស់ហើយគឺថាកូនមកបាន200កូនអញ្ចឹងខ្ញុំលក់អស់100កូនជាងហើយទុកតែ50 150កូនខ្ញុំលក់ចេញឲ្យ50កូនខ្ញុំទុកអញ្ចឹងខ្លួនឯងអញ្ចឹងដោយសារទុកក៏ទាំងអស់ក៏អត់មានទ្រុងដាក់ដែរសារយកអត់ទាន់បានសាងសង់ទ្រុងវាអញ្ចឹងហើយមេបាខ្ញុំក៏អត់ច្រើនដែរបងប្អូនមេបាឥឡូវទាំងមេកំមុំមេអីហ្នឹងដែលយើងចម្រាញ់ទុកហ្នឹងគឺចូលតែ20មេជាងទេឥឡូវហើយគ្រាន់យើងចំពីតិចតួចទៅច្រើនអញ្ចឹងដំបូងយើងចំតែ4 5មេផងហើយឥឡូវបានមេ20ជាងហើយក៏ក្នុងនឹងបរិយាទៅមុខបន្ថែមទៀតបានកើនឡើងច្រើនជាងនឹងទៀតអញ្ចឹងហើយពុកម៉ែបងប្អូនគាត់ថ្មីយើងព្យាយាមទាំងអស់គ្នាយើងចំពីតិចមកហើយពង្រីកម្ដងតិចទៅច្រើនវាកើតចេញពីបទពិសោធន៍របស់យើងហ្នឹងចំណេះដឹងអ្វីក៏ដោយថាការចំសัตว์ឬក៏ការដាំដំណាំអ្វីទេបងប្អូនយើងធ្វើយើងរៀនពីខ្លួនឯងយើងធ្វើយូរទៅយើងស្គាល់បទពិសោធន៍ច្បាស់ពីការធ្វើហ្នឹងហើយយើងនឹងមានមេរៀនសម្រាប់ខ្លួនឯងហើយយើងធ្វើវាទៅនឹងជោគជ័យម្ដងតិចបាទហើយសម្រាប់ពុកម៉ែបងប្អូនគាត់ចង់លេងដើម្បីទទួលរង្វាន់ពីខ្ញុំអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើតាមលក្ខខណ្ឌទាំងអស់គ្នាបាទហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ថ្មីចូលមកទស្សនាវីដេអូមួយនេះហើយមិនទាន់បានចុចជាវពុកម៉ែបងប្អូនកុំភ្លេចចុចជាវបានម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទហើយជាចុងក្រោយអរគុណពុកម៉ែបងប្អូនបានចូលមកទស្សនាវីដេអូមួយនេះហើយអរគុណពុកម៉ែបងប្អូនបាទអរគុណជម្រាបលា